មនុស្សស្រីដែលឆ្លាតនាងនឹងមិនរើសយកមនុស្សប្រុសបែបនេះទេមនុស្សស្រីដែលឆ្លាតនាងនឹងមិនរើសយកមនុស្សប្រុសទី1បរោះដែលម្ដាយគ្រប់គ្រងទី2បរោះដែលត្រូវម្ដាយគូសផ្លូវឲ្យដើរទី3បរោះដែលត្រូវម្ដាយផ្លុំត្រចៀកគ្រប់ពេលខ្លះមនុស្សប្រុសមិនខុសទេមកខាងម្ដាយមកខាងប្រពន្ធហើយមកខាងជាកូនគាត់បានប្រឹងប្រែងអស់ពីសមត្ថភាពប៉ុន្តែអ្នកដែលមិនព្រមលែងកូននោះគឺម្ដាយរបស់ប្តីបើអ្នកជ្រើសរើសមនុស្សប្រុសបែបនេះអ្នកនឹងមិនមានជីវិតផ្ទាល់ខ្លួននោះទេគេនឹងធ្វើឲ្យស្ត្រីដែលជាប្រពន្ធដែលជាម្ដាយរបស់កូនត្រូវទ្រាំដើម្បីបន្តរក្សាចំណងគ្រួសារដើម្បីកូននិងគ្រួសារឪពុកម្ដាយទាំងវេទនាបើមិនចេះភ្ញាក់រលឹកនៅតែប្រកាន់ភាពអាត្មានិយមរបស់ខ្លួននិងរស់ក្រោមអាណានិគមរបស់ម្ដាយលោកត្រូវចាំថាអ្វីៗគឺសុទ្ធតែមានដែនកំណត់កុំចង់សាកល្បងនឹងភាពអត់ធ្មត់របស់ភរិយាកុំចង់សាកល្បងនឹងភាពរឹងមាំរបស់ភរិយាព្រោះនៅពេលដែលនាងមានភាពអំណត់អត់ធន់គ្រប់គ្រាន់ហើយនាងរឹងមាំគ្រប់គ្រាន់ហើយពេលនោះនាងលែងត្រូវការអ្នកទៀតហើយ